សួស្តីហើយក៏សូមស្វាគមន៍បាទវិលត្រឡប់មកកាន់បាទវីដេអូរបស់ខ្ញុំថ្មីមួយទៀតបាទអញ្ចឹងនៅវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញពីរបៀបបាទយើងធ្វើបច្ចុប្បន្នភាពទម្រង់ការប្រាក់បាទ page របស់យើងបាទអញ្ចឹងយើងធ្វើការអាប់ដេតបាទក្រុមហ៊ុនធ្វើការឲ្យយើងធ្វើការអាប់ដេតបាទយើងត្រូវតែធ្វើការអាប់ដេតដើម្បីឲ្យ page របស់យើងបាទដំណើរការល្អបាទនៅពេលដែលក្រុមហ៊ុនបាទឃើញថា page របស់យើងល្អគេអាចនឹងទម្លាក់ tool ធ្វើការរកលុយឲ្យយើងបាទអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនចូលមកកាន់បាទចូលមកកាន់page តែម្ដងបាទនេះបងប្អូននេះបាទនេះថាច់ទៅលើនឹងតែម្ដងទៅបាទប៉ះទៅលើនឹងបាទអញ្ចឹងយើងមកដល់បាទ page ហើយបងប្អូនអញ្ចឹងបងប្អូនថាច់ទៅលើបាទនេះបងប្អូនថាច់ទៅលើនេះ profile តែម្ដងបងប្អូនប៉ះទៅលើនឹងទៅបាទប៉ះទៅលើនឹងទៅបាទបាទអញ្ចឹងបន្ទាប់ទៀតនេះបងប្អូនធ្វើការបាទនេះបងប្អូននេះថាច់ទៅលើ personal dashboard បាទបងប្អូនប៉ះទៅលើនឹងទៅបាទហ្នឹងទាំង Q ហ្នឹងបាទអញ្ចឹងយើងមកដល់កន្លែងនេះបងប្អូនអញ្ចឹងមកដល់កន្លែងនេះបងប្អូនរកពាក្យថា monetize បងប្អូននេះបងប្អូននេះ monetize នេះបាទនេះបាទអញ្ចឹងបងប្អូនធ្វើការថាច់ទៅលើនឹងមកបាទហ្នឹងកន្លែងហ្នឹងបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូននេះមកដល់កន្លែងនេះគេដាក់ថាណែបងប្អូនcontent monetization បាទអញ្ចឹងកន្លែងនេះគឺបាទកន្លែងមាតិការរកប្រាក់បងប្អូនកន្លែងហ្នឹងបាទមាតិការរកប្រាក់នេះបងប្អូនហ្នឹងបាទមាតិការរកប្រាក់បាទរកលុយពី Facebook សម្រាប់ខ្លឹមសារដែលមានដំណើរការល្អនិងមានសិទ្ធិទទួលបានទាំងអស់របស់អ្នកបាទហ្នឹងបាទអញ្ចឹងកន្លែងនេះគឺ star បងប្អូននេះកន្លែងនេះ star គឺយើងរកលុយតាម star ប៉ុន្តែយើងបាននឹងងាយនឹងរកបានដែរដោយសារតតែមិត្តភ័ក្តិបងប្អូនយើងពេញចិត្តដែរបាទកន្លែងហ្នឹងបាទអញ្ចឹងកន្លែងនេះគឺ subscription បាទការជាវរកប្រាក់ចំណូលប្រចាំខែជាមួយនឹងខ្លឹមសារផ្ដាច់មុខបងប្អូននេះបាទបងប្អូននេះបាទកន្លែងហ្នឹងបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើបងប្អូននេះបងប្អូនថាច់ទៅលើកន្លែងនេះមកបាទនេះបងប្អូនថាច់ទៅលើកន្លែង content monetize ហ្នឹងមកបាទថាច់ទៅលើនឹងចឹងមកបាទអញ្ចឹងកន្លែងនេះគឺគេឲ្យយើងអាប់ដេតបងប្អូននេះបាទនេះបងប្អូនបាទនេះនឹងបងប្អូនបាទ update interest from បាទអញ្ចឹងកន្លែងយើងធ្វើការធ្វើបច្ចុប្បន្នភាពបងប្អូនធ្វើបច្ចុប្បន្នភាពទម្រង់ការរកប្រាក់បងប្អូនកន្លែងហ្នឹងបាទកន្លែងហ្នឹងអញ្ចឹងបងប្អូនធ្វើការបាទនេះបងប្អូនថាច់ទៅលើនឹងអញ្ចឹងមកបាទថាច់ទៅលើកន្លែង update interest from បាទថាច់ទៅលើនឹងទៅបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនមកដល់កន្លែងនេះគេថា what type of creator are you បាទអញ្ចឹងកន្លែងហ្នឹងបងប្អូននេះកន្លែងហ្នឹងបាទអញ្ចឹងកន្លែងនេះគេចង់មានន័យថាតើអ្នកជាអ្នកបង្កើតបាទប្រភេទណាបងប្អូនហ្នឹងកន្លែងហ្នឹងអញ្ចឹងបងប្អូនគ្រាន់តែថាច់លើនឹងអញ្ចឹងមកបាទអញ្ចឹងសម្រាប់បាទបងប្អូនជាអ្នកបង្កើតប្រភេទណាបានន័យថាcategory ហ្នឹងបាទអញ្ចឹងបងប្អូនយកដូចថាបងប្អូនធ្វើពីអីបាទនឹងនៅក្នុងហ្នឹងបាទអញ្ចឹងមានច្រើននៅក្នុងហ្នឹងបាទ
បាទអញ្ចឹងប្រភេទcontent របស់បងប្អូនបាទហ្នឹងបាទបងប្អូនធ្វើវាអីខ្លះនៅហ្នឹងបាទអញ្ចឹងមាន business មាន chip មាន coach comedian បាទ dancer បាទ design and fashion digital creator បាទនៅក្នុងនេះបងប្អូនអញ្ចឹងគេមានគេដាក់ថាមានអ្នករាំបាទមានអ្នករាំបាទមានក្នុងនេះមានអ្នករាំបាទមាននេះ business ហ្នឹងបាទ business បាទមានអ្នករចនាមានអីនៅក្នុងនោះច្រើនបងប្អូនមាននៅក្នុងនោះច្រើនបាទអញ្ចឹងអ្វីដែលបងប្អូនត្រូវជ្រើសរើសរបស់បងប្អូនដូចថាបងប្អូនដូចខ្ញុំបានបង្ហាញអញ្ចឹងនៅហ្នឹងបងប្អូនមានក្នុងនេះមានច្រើនមានកេបមានអីអញ្ចឹងខ្ញុំវីដេអូរបស់ខ្ញុំគឺធ្វើអំពីបាទធ្វើអំពី creator បាទ digital creator នេះបងប្អូនខ្ញុំធ្វើពីហ្នឹងអញ្ចឹងបើសិនបងប្អូនធ្វើពីអីបងប្អូនជ្រើសរើសនេះបងប្អូនគូកន្លែងនេះមកប៉ះកន្លែងហ្នឹងអញ្ចឹងមកបាទអញ្ចឹងខ្ញុំថិចកន្លែងនេះមួយបាទបន្ទាប់ពីថិចកន្លែងនេះមួយហើយបងប្អូនត្រូវចុចកន្លែងដាននេះមកបាទចុចកន្លែងដានខាងក្រោមនេះមកបាទហ្នឹងថាច់ទៅលើហ្នឹងទៅបាទអញ្ចឹងមកដល់កន្លែងនេះទៀតបងប្អូនបាទអញ្ចឹងមកដល់កន្លែងនេះគេសួរទៀតបងប្អូននេះ what your preferred បាទ format of បាទ content production នេះបងប្អូនបាទអញ្ចឹងកន្លែងនេះគេចង់មានន័យថាតើទម្រង់ផលិតកម្មបាទខ្លឹមសារបែបណាបាទដែលអ្នកពេញចិត្តបងប្អូនអញ្ចឹងបងប្អូនគ្រាន់តែបាទធ្វើការបាទនេះបងប្អូនចុចឲ្យសញ្ញាព្រួយចុះក្រោមនេះមកបាទប៉ះលើនឹងអញ្ចឹងមកបាទអញ្ចឹងកន្លែងនេះនៅពេលដែលយើងធ្វើការផុសបាទវីដេអូក្តីបាទវីដេអូ reel ក្តីបាទគឺ reel មាន photo បាទនេះបងប្អូនបាទនេះបងប្អូនមាន reel មាន photo មាន TikTok បាទមាន story បាទអញ្ចឹងត្រង់ចំណុចនេះបាទត្រង់ចំណុចនេះយើងត្រូវជ្រើសរើសទាំងអស់មកបងប្អូននេះជ្រើសរើសយកទាំងអស់មកបាទជ្រើសរើសយកទាំងអស់មកបាទន័យថាយើងធ្វើការផុសវីដេអូផ្សេងក៏ដូចជារូបភាពដូចជាអត្ថបទដូចជា story អញ្ចឹងបាទន័យថា page របស់យើងគឺធម្មតាគឺយើងលេងបាទត្រូវការផុសទាំងអស់បាទអត់មានតែយើងកំណត់យក reel មួយទេបាទមិនកំណត់យកបាទយកវីដេអូ reel មួយឬក៏ photo ឬមួយក៏ text box text post បាទសូមអធិស្ឋាននិង story បាទអញ្ចឹងធម្មតាគឺយើងលេងទាំងអស់បាទយើងផុសទាំងអស់អញ្ចឹងវាមាន reel photo text box text post ហើយនិង story បាទអញ្ចឹងបងប្អូនគ្រីសទាំង4មកបងប្អូនយើង select យកទាំង4អញ្ចឹងមកបាទបន្ទាប់ទៀតនេះបងប្អូនយើងធ្វើការបាទយើងចុចដានទាំងមកបាទចុចកន្លែងហ្នឹងមកបាទហ្នឹងចុចដានអញ្ចឹងមកបាទមកដល់កន្លែងនេះបងប្អូនមកដល់កន្លែងនេះដែរគឺយើងបានន័យថាកន្លែងនេះតើបាទ why are you interested in this program បាទបានន័យថាយើងដាក់ស្នើសុំឲ្យក្រុមហ៊ុនបាទpage ហ្នឹង Facebook page ហ្នឹងគេធ្វើការបាទទម្លាក់ទូបើយើងដូចយើងស្នើសុំអញ្ចឹងបងប្អូនយើងស្នើសុំឲ្យគេបាទដាក់ទូទម្លាក់ឲ្យឆាប់ទម្លាក់មកយើងអញ្ចឹងបាទដូចយើងពាក្យស្នើសុំអញ្ចឹងណាបងប្អូនជុំបងប្អូនបំពេញទៅនឹងមកបងប្អូនបាទបំពេញដាក់ទៅនឹងមកខ្ញុំបំពេញកន្លែងហ្នឹងបងប្អូនរងចាំបន្តិចបាទខ្ញុំចូលទៅយកសិនបាទបាទអញ្ចឹងខ្ញុំដាក់បញ្ចូលកន្លែងនេះបងប្អូនបាទនេះគឺនេះកន្លែងបងប្អូនកន្លែងនេះបាទអញ្ចឹងកន្លែងនេះគេសួរយើងថាហេតុអ្វីបានជាអ្នកចាប់អារម្មណ៍នឹងកម្មវិធីនេះបាទកន្លែងនេះបងប្អូន why are you interested in this program បាទអញ្ចឹងគេបកនឹងបកប្រែថាហេតុអ្វីបានជាអ្នកចាប់អារម្មណ៍នឹងកម្មវិធីនេះបាទអញ្ចឹងកន្លែងនេះគឺយើងដាក់អញ្ចឹងបងប្អូននេះយើងដាក់ណាបាទអញ្ចឹងdear Facebook team I am authentic
content by creator sharing original content on Facebook. I would like to explore professional បាទ professional នេះបងប្អូន grow with បាទ grow and monetization បាទ opportunity kindly review my page for eligibility បាទនេះបងប្អូនបាទអញ្ចឹងយើងធ្វើការបំពេញអញ្ចឹងមកបងប្អូនបំពេញកន្លែងហ្នឹងអញ្ចឹងមកនេះបាទអញ្ចឹងគេបកប្រែថាសូមគោរពក្រុមការងារ Facebook បាទសូមគោរពការងារក្រុមការងារ Facebook ហ្នឹងបងប្អូននៅកន្លែងហ្នឹងបាទនេះហ្នឹងបាទសូមគោរពបាទសូមគោរពក្រុមការងារ Facebook ខ្ញុំជាអ្នកបង្កើតខ្លឹមសារពិតប្រាកដបាទម្នាក់ដែលចែករំលែកខ្លឹមសារដើមនៅលើ Facebook បាទខ្ញុំចង់ស្វែងយល់ពីបាទការរីកចម្រើនវិជ្ជាជីវៈនិងឱកាសរកប្រាក់សូមពិនិត្យមើលទំព័ររបស់ខ្ញុំសម្រាប់លក្ខណៈសម្បត្តិគ្រប់គ្រាន់បាទនេះបងប្អូននេះបាទអញ្ចឹងបន្ទាប់ទៀតបងប្អូនធ្វើការបំពេញរួចរាល់ហើយនេះបងប្អូនសំខាន់កន្លែងនេះបងប្អូនកន្លែងនេះបងប្អូនត្រូវដាក់ page នៅពេលដែលយើងស្នើសុំបាទនៅពេលដែលយើងធ្វើបច្ចុប្បន្នភាពបាទទម្រង់ការប្រាក់ហ្នឹងគឺសំខាន់នេះបងប្អូននេះបាទនេះ page បងប្អូនត្រូវដាក់កន្លែងហ្នឹងមកបាទត្រូវដាក់បំពេញកន្លែងហ្នឹងមកបាទបន្ទាប់ពីយើងបំពេញរួចរាល់ហើយនេះបងប្អូនធ្វើការបាទធ្វើការកន្លែងនេះទៀតបងប្អូនកន្លែង add order នេះ social media កន្លែងនេះបងប្អូនកន្លែងនេះមួយដែរប៉ុន្តែបងប្អូនបើកកន្លែងនេះមកបាទនេះកន្លែងនេះបងប្អូនបើកកន្លែងនេះមកបាទបន្ទាប់ទៀតបងប្អូនធ្វើការនេះបងប្អូនធ្វើការមិញបងប្អូនបើកកន្លែងហ្នឹងមកបាទនឹងបើកទៅនឹងមកបាទអញ្ចឹងបងប្អូននេះបងប្អូនបន្ទាប់ពីបងប្អូនធ្វើការបាទបំពេញបែបបត់ខាងលើបានខាងលើទៀតហើយនេះបងប្អូននេះបើកទៅនឹងបាទបើកទៅនឹងរួចហើយអញ្ចឹងបងប្អូននេះថាច់មកកន្លែងនេះមកបងប្អូនថាច់មកកន្លែងហ្នឹងមកហើយបងប្អូនថាច់ទៅនឹងអញ្ចឹងមកបាទថាច់ទៅនឹងមកអញ្ចឹងគេឲ្យយើងរើសនេះបងប្អូនរើសមួយណាក៏បានបងប្អូននេះវាមាន social media វាមាន TikTok YouTube Instagram និង order ផ្សេងទៀតបាទអញ្ចឹងខ្ញុំជ្រើសរើស YouTube បងប្អូនបាទក្នុង YouTube នេះខ្ញុំជ្រើសរើសសម្រាប់ social media ក្នុង YouTube បាទរើស YouTube ហើយកន្លែងនេះបងប្អូនកន្លែងនេះនៅពេលដែលបងប្អូនបាទនៅពេលដែលបងប្អូនរើសយក YouTube បាទឬមួយក៏បាទ Instagram TikTok អីហ្នឹងអញ្ចឹងបងប្អូនត្រូវដាក់ឈ្មោះបាទអញ្ចឹងខ្ញុំដាក់ឈ្មោះនេះបងប្អូនបាទខ្ញុំដាក់ឈ្មោះបន្ទាប់ពីដាក់ឈ្មោះរួចហើយនេះមកដល់កន្លែងនេះទៀតបងប្អូនមកដល់កន្លែងនេះគឺវាពេញឲ្យពេញទៅនេះឥឡូវខ្ញុំសុំកែទៅនេះបន្តិចបងប្អូនខ្ញុំដាក់390,000បាទ390,000នេះបងប្អូនចឹងបងប្អូនដាក់យ៉ាងម៉េចក៏បានដែរបងប្អូនដាក់ឲ្យច្រើនចឹងក៏បានដែរបងប្អូននេះខ្ញុំពេញចឹងបន្ទាប់ពីពេញបានរួចរាល់ហើយនេះបងប្អូនចុចកន្លែង submit មកបងប្អូនបាទហ្នឹងបងប្អូនចុចកន្លែងហ្នឹងមកបាទថៃកន្លែង submit ហ្នឹងមករួចរាល់ហើយបងប្អូនបាទអញ្ចឹងរបៀបនៃការយើងធ្វើបាទអាប់ដេតយើងអាប់ដេតធ្វើបច្ចុប្បន្នភាពបាទបច្ចុប្បន្នភាពpage របស់យើងហ្នឹងបាទយើងធ្វើបច្ចុប្បន្នភាពទម្រង់ការប្រាក់បាទនៅពេលដែលយើងធ្វើអញ្ចឹងបាទសម្រាប់បងប្អូនដែលគាត់បាទធ្វើការរកលុយជាមួយនឹង Facebook page គឺយើងបើកដើម្បីឲ្យក្រុមហ៊ុនគេទម្លាក់ tool មកក្នុង page របស់យើងបើយើងអត់បើកទេគេអត់ដឹងទម្លាក់តាមណាទេប៉ុន្តែអ្វីដែលជាសំណាងមួយដែរបើគេទម្លាក់មកយើងអាចបានបើគេមិនទម្លាក់ក៏គេបាទប្រាប់យើងដែរបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានអត្ថប្រយោជន៍សូមឲ្យបងប្អូនបាទជួយចុច like subscribe ដាក់រូបកណ្ដឹងមួយផងដើម្បីទទួលបាននូវចំណេះដឹងដូចជាវីដេអូថ្មីពី channel ខ្ញុំបាទសូមអរគុណនិងគោរពលាបាទ